សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទបើគេសម្រាប់ពេលនេះខ្ញុំត្រឡប់មកវិញហើយក៏បានយករឿងមួយមកសម្រាប់ជូនអ្នកទាំងអស់គ្នាដែលរឿងនេះមានចំណងជើងថា Totally Spy ដោយរឿងនេះគឺជាការដោះស្រាយរឿងក្តីចោទកម្មជុំវិញពិភពលោកដោយជួបក្មេងស្រីទាំង3ដែលជាសិស្សវិទ្យាល័យក្នុងការបំបែករឿងក្តីចោទកម្មទាំងនោះតើក្មេងស្រីទាំង3អាចដោះស្រាយរឿងចោទកម្មនោះបានយ៉ាងម៉េចហើយរឿងនឹងទៅជាយ៉ាងណាសូមអ្នកទាំងអស់គ្នាមកស្ដាប់ការសម្ដែងរបស់ Admin ជាតទៅតាមរឿងក្នុងប្រទេសជប៉ុននៃទីក្រុងតូក្យូនៅក្នុងហាងមួយកន្លែងនាម៉ោង 9:58 នាទីព្រឹកនៅក្នុងហាងក៏មានបរិបទពីរនាក់កំពុងតែនិយាយសន្ទនាគ្នាទៅវិញទៅមកដល់ពេលដល់ម៉ោង 10ក៏មានអតិថិជនជាច្រើនបានសម្រុកចូលទៅក្នុងហាងដោយប្រយោលដោយគ្មានដឹងពីមូលហេតុអ្វីសោះឡើយខ្សែរឿងក៏កាន់មកដល់សាលាមួយនៃវិទ្យាល័យ Beverly Hills នៅម៉ោង 12 ថ្ងៃត្រង់នៅក្នុងសាលាយើងក៏បានឃើញតួឯកសេរីរបស់យើង3នាក់ដែលម្នាក់មានសក់លឿងមានឈ្មោះថា Clover Anderson ហៅកាត់ Clover ចំណែកម្នាក់នេះមានឈ្មោះថា Samantha Sam Simpson ហៅកាត់ Sam និងកញ្ញាសក់ខ្លីម្នាក់នេះមានឈ្មោះថា Alexandra Vasquez ហៅកាត់ Alex ដោយអ្នកទាំង3និយាយគ្នាលេងសើចសប្បាយសសរ Clover ក៏បានចាប់អារម្មណ៍នឹងបុរសម្នាក់កំពុងតែលេងហ្គីតាហើយនាងក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍គេទៅចំពោះកញ្ញា Clover ម្នាក់នេះឲ្យតែឃើញប្រុសស្អាតគឺដឹងតែធ្លាក់ក្នុងអន្លង់ស្នេហ៍តែម្ដងឬក៏អាចហៅនាងបានម្យ៉ាងទៀតថាកញ្ញាប្រុសបោកព្រោះថាក្នុងចំណោមមិត្តភក្តិទាំង3របស់នាងគឺនាងត្រូវប្រុសបោកញឹកជាងគេបន្ទាប់មក Clover ក៏បានដើរទៅញ៉ាសង្ហាម្នាក់នោះដោយនាងបានណែនាំឈ្មោះរបស់នាងទៅកាន់គេហើយបុរសម្នាក់នេះដែរក៏មានឈ្មោះថា Demon ពេលនោះក៏មានក្មេងស្រីម្នាក់ដែលមានឈ្មោះថា Mandy បានមកកាត់ចង្វាក់របស់ Clover ដែលកំពុងចែកចង់ប្រុសដោយ Mandy គឺជាសត្រូវរបស់ Clover តែងតែដណ្ដើមគ្នាមិនថារឿងប្រុសឬក៏រឿងសម្ភារៈនិយមអីផ្សេងMandy នេះក៏បាននិយាយទៅកាន់ Clover ថា Demon មានការណាត់ដើរលេងជាមួយនឹងនាងហើយដូច្នេះក៏មករញ៉េរញ៉ៃ Clover ដោយលើបែបនេះនាងក៏បានក្តៅឆេវប៉ុន្តែនាងក៏បាននិយាយទៅកាន់ Mandy ដោយចិត្តតែចាស់រួចហើយក៏បានដើរចេញពីទីនោះទៅបន្ទាប់មក Clover ក៏បានទៅអង្គុយមួយកន្លែងដែលមានAlexនិង Sam ជាអ្នកលួងលោមនាងហើយក៏បានប្រាប់នាងថាកងខ្វល់ច្រើនពេកព្រោះ Sam មិនមែនទៅមួយឯណាហើយ Clover ក៏បាននិយាយទៅកាន់Alexនិង Sam ថានាងនឹងសងសឹកទៅកាន់ Mandy ដែលធ្វើម្ដាក់នាងនៅពេលនោះក៏មានផ្លូវសម្ងាត់មួយបានបើកឡើងដែលទាញយកអ្នកទាំង3ទៅកាន់កន្លែងណាមួយក៏មិនដឹងហើយពួកគេទាំង3ក៏បានធ្វើដំណើរមកដល់ទីស្នាក់ការសម្ងាត់មួយដែលទីស្នាក់ការនេះមានឈ្មោះថា The World Organization of Human Protection ដែលមានអក្សរកាត់ថា WWPH មានន័យថាជាអង្គការពិភពលោកនៃការការពារមនុស្សទីស្នាក់ការនេះជាអង្គការរដ្ឋាភិបាលសម្ងាត់មួយដែលជាភ្នាក់ងារដើម្បីដោះស្រាយចលកម្មជុំវិញពិភពលោកហើយយើងក៏បានជួបបរិបទម្នាក់ដែលគេមានឈ្មោះថា Gerald James Lewis ហៅថា Jerry ដែលគាត់ជាសាស្ត្រាចារ្យម្នាក់ហើយក៏ជាមេធំក្នុងទីស្នាក់ការនេះដែរដោយសាស្ត្រាចារ្យ Jerry គាត់ក៏បានបង្ហាញនៅរូបថតបរិបទម្នាក់ដែលមានឈ្មោះថា Ricky Martin ដោយបរិបទម្នាក់នេះគឺជាតន្ត្រីករដែលល្បីត្រឹមតែមួយយប់និងបរិបទម្នាក់នេះត្រឹមតែចេញបទចម្រៀងតែមួយបទតែប៉ុណ្ណោះដែលបទចម្រៀងនោះមានចំណងជើងថា Rock Legend ក្រោយពេលមនុស្សដែលស្ដាប់តន្ត្រីនោះហើយពួកគេសុទ្ធតែមានសភាពមិនប្រក្រតីតមកសាស្ត្រាចារ្យ Jerry ក៏បានដាក់បេសកកម្មឲ្យកញ្ញាទាំង3របស់យើងដើម្បីស្វែងរកអាថ៌កំបាំងដែលនាំឲ្យមានរឿងមិនប្រក្រតីបែបនេះលោកសាស្ត្រាចារ្យ Jerry ក៏បានឲ្យកញ្ញាទាំង3បន្លំខ្លួនធ្វើជាក្រុមតន្ត្រីករដើម្បីចូលទៅកាន់កន្លែងដែលមានបញ្ហានោះដោយលើបែបនេះ Clover នឹងក៏សប្បាយចិត្តនឹងគិតថានាងនឹងអាចយកឈ្នះ Mandy បានហើយនឹងធ្វើឲ្យ Demon ចាក់ចេញពី Mandy និងស្វែងមករកនាងខ្សែរឿងក៏កាលមកដល់នៅពេលពួកគេកំពុងធ្វើដំណើរតាមយន្តហោះដោយកញ្ញាសាមក៏បាននិយាយថាក្រុមរបស់យើងហៅថាក្រុមអ្នកស៊ើបអង្កេតដោយឈ្មោះក្រុមនេះកញ្ញាសាមក៏បានមិនពេញចិត្តទេប៉ុន្តែលោកសាស្ត្រាចារ្យ Jerry ក៏បាននិយាយថាវាគឺជាគំនិតរបស់ខ្ញុំភ្លាមនោះពួកគេក៏បានចាប់អារម្មណ៍នឹងឧបករណ៍ភ្លេងហើយពួកគេក៏បានទៅលេងវាដោយមានសំឡេងលោឡាជាខ្លាំងដោយសំឡេងភ្លេងមានការលាន់លំពងខ្លាំងពេកធ្វើឲ្យកញ្ចក់វ៉ែនតារបស់លោកសាស្ត្រាចារ្យ Jerry ក៏មានការប្រែបែកទៅដោយក្តៅចិត្តពេកលោកសាស្ត្រាចារ្យ Jerry ក៏បានដកខ្សែភ្លើងដែលធ្វើឲ្យតន្ត្រីឈប់លឺទៅហើយលោកសាស្ត្រាចារ្យ Jerry ក៏បានបង្ហាញនៅឧបករណ៍វិទ្យាសាស្ត្រឲ្យទៅកញ្ញាទាំង3របស់យើងដែលឧបករណ៍ទី1គឺជាខ្សែក្រវ៉ាត់ដែលអាចបាញ់ខ្សែទំព័រទៅឆ្ងាយបានចំណែកឧបករណ៍ទី2គឺជាប្លាមផ្លុំសតឧបករណ៍ទី3គឺជាប៊ិចដែលអាចដើរលើជញ្ជាំងបានឧបករណ៍ទី4គឺជាកាសត្រចៀក
បន្ទាប់ពីប្រកបឧបករណ៍វិទ្យាសាស្ត្រកញ្ញាទាំង3ហើយលោកសាស្ត្រាចារ្យ Cherry ក៏បានទម្លាក់ពួកគេទាំង3ចុះទៅក្រោមទៅនៅទីក្រុងឡុងវេលាម៉ោង4កញ្ញាទាំង3របស់យើងក៏បានធ្វើដំណើរមកដល់ពេលនោះក៏មានមនុស្សជាច្រើនបានប្រចាំរងពួកគេប៉ុន្តែមនុស្សទាំងនោះបានមើលមកកាន់ពួកគេមិនមែនជា idol របស់ខ្លួនក៏បានចាក់ចេញពីទីនោះទៅបន្ទាប់មកពួកគេទាំង3ក៏បានធ្វើដំណើរមកកាន់សន្តាគារមួយជាពិសេសកញ្ញា Clover ក៏បានមកអង្គុយលើពូករួចហើយក៏បានតាក់ទងទៅកាន់ Demon ភ្លាមដោយគេកំពុងតែដើរផ្សារនិងញ៉ាំអីជាមួយនឹងកញ្ញា Mandy ដោយ Clover នេះក៏បាននិយាយពីក្រុមតារាចម្រៀងរបស់នាងដែលមានឈ្មោះថា The Spy កំពុងធ្វើដំណើរកម្សាន្តជាមួយនឹង Ricky Martin បន្ទាប់ពីកញ្ញា Clover និយាយជាមួយនឹង Demon មួយសន្ទុះក៏មានមនុស្សមកជួយកណ្ដឹងបន្ទាប់មកកញ្ញា Clover ក៏បានបិទទូរស័ព្ទរួចហើយក៏មានបរិយាម្នាក់ដើរចូលមកដោយបរិយាម្នាក់នេះមានឈ្មោះថា Phil Jenkins បានប្រាប់កញ្ញាទាំង3យើងថា Ricky គឺចង់ជួបពួកគេតែរឿងយើងក៏កាន់មកដល់បន្ទប់របស់ Ricky វិញដែលកញ្ញាទាំង3រួមទាំងអាប៉ែ Phil Jenkins បានចូលមកដល់ក្នុងបន្ទប់របស់ Ricky ហើយកញ្ញាសាក៏បាននិយាយសរសើរទៅកាន់ Ricky ចំណែកគេក៏បានតទៅវិញថាវាល្អប្រសើរក្នុងការរួមការងារជាមួយនឹងនាងហើយគេក៏បានបបួលនាងថានាងចង់ទៅស្ទូឌីយោថតរបស់គេទេប៉ុន្តែអាប៉ែ Phil Jenkins ក៏បានហាមឃាត់ពេលនោះពួកគេក៏បានធ្វើដំណើរចាញ់ហើយ CD ដ៏ចម្លែកមួយបន្តមកកញ្ញាសាមនិងកញ្ញាលិចបានធ្វើដំណើរជាមួយគ្នាដោយមានការចម្ងល់ជាមួយនឹង CD ដែលមានភាពចម្លែកនេះជាខ្លាំងដាសកញ្ញា Clover ក៏បានដើរបកកញ្ញាអាលិចបន្តមកនៅកន្លែងបង្គំតន្ត្រីកញ្ញាសាក៏បានស្វែងរកកញ្ញា Clover ប៉ុន្តែនាងកំពុងតែដាក់ការស្ដាប់តន្ត្រីធ្វើមិនដឹងហើយកញ្ញាសាក៏បានហៅកញ្ញា Clover ឲ្យមកធ្វើការបង្គំតន្ត្រីបន្តមកពួកគេក៏ចាប់ផ្ដើមបង្គំតន្ត្រីដែលកញ្ញា Clover កំពុងតែលេងប៉ុន្តែនេះមិនមែនលេងពិតប្រាកដទេគឺមាន CD ចាក់ពីក្រោយដែលធ្វើឲ្យកញ្ញាទាំង3របស់យើងចេះតែលេងទៅបន្ទាប់ពីការបង្គំតន្ត្រីរបស់អ្នកទាំង3ត្រូវបានបញ្ចប់អ្នកទាំង3ក៏បានធ្វើការសម្រាកពេលនោះអាប៉ែ Ricky ក៏បានមកសួរសុខទុក្ខពួកគេរួចហើយ Ricky គេក៏បានធ្វើការឡើងឆាដើម្បីបង្គំតន្ត្រីម្ដងស្របគ្នាដែលមានបរិយាម្នាក់កំពុងតែចាក់ CD ផងដែរដោយកញ្ញាទាំង3របស់យើងក៏មានការផ្លាច់ចិត្តជាខ្លាំងជាមួយនឹងការបង្គំតន្ត្រីមួយនេះហើយកញ្ញាសាមនិងកញ្ញាលិចក៏បានធ្វើដំណើរចាក់ចេញពីទីនោះមកកាន់បន្ទប់មួយដែលមានអាប៉ែ Phil Jenkins នៅក្នុងពេលដែលគេកំពុងតែនិយាយទូរស័ព្ទជាមួយនឹងអ្នកណាម្នាក់ក៏មិនដឹងហើយអាប៉ែ Phil Jenkins ដោយឃើញកញ្ញាសាមនិងកញ្ញាលេងមកនេះគេក៏ស្ទុះទៅមើលក្រៅរួចហើយក៏បិទទ្វារបន្ទាប់មកក៏បាននិយាយជាមួយនឹងកញ្ញាទាំងពីរនៅក្នុងការនិយាយរបស់អាប៉ែ Phil Jenkins ក៏ធ្វើឲ្យកញ្ញាលេងនិងសាមមានការសង្ស័យទៅកាន់គេខ្សែរឿងក៏បានកើតបន្តពីនោះមកកញ្ញាទាំង3របស់យើងក៏ធ្វើការជិះចន្លើយន្តនិងបានសន្ទនាគ្នាអំពីការត្រួតពិនិត្យនិងសង្ស័យពីការខុសប្លែកគ្នានៅក្នុងការបង្គំតន្ត្រីមួយនេះនៅពេលដែលកំពុងសន្ទនាគ្នារវាងកញ្ញាសាមនិងកញ្ញាលិចចំណែកកញ្ញា Clover វិញក៏បាននឹងមានសភាពចម្លែកជាខ្លាំងដែលបន្ទាប់ពីនាងស្ដាប់តន្ត្រីរបស់ Ricky ហើយបានធ្វើឲ្យសភាពនាងមានការខុសប្លែកជាខ្លាំងបន្តមកកញ្ញាទាំង3ក៏បានធ្វើដំណើរមកដល់បន្ទប់ដែលកញ្ញា Clover ក៏មានសភាពចម្លែកដោយនាងក៏បានដើរទៅកាន់ពុករួចហើយក៏បានដាក់ការស្ដាប់តន្ត្រីធ្វើមិនដឹងរីឯកញ្ញាលេងនិងសាមក៏បានធ្វើការពិភាក្សាគ្នាអំពីរឿងចម្លែកនេះដែរពេលនោះលោកស្រាតាចារ្យ Cherry ក៏បានទាក់ទងមកកាន់ពួកគេដោយលោកស្រាតាចារ្យ Cherry ក៏បានប្រាប់ទៅកាន់លេងនិងកញ្ញាសាមអំពីមនុស្សដែលជាប់ទាក់ទងនឹងរឿងនេះត្រូវបានបញ្ជូនដោយបរិយាម្នាក់ដែលយើងបានស្គាល់រួចមកហើយគឺជា Demon ដោយឈ្មោះរបស់គេពេញគឺ Demon Reynolds ហើយកញ្ញាឡៃក៏បានទៅប្រាប់កញ្ញា Clover អំពីរឿងនេះដែរប៉ុន្តែកញ្ញា Clover ហាក់ដូចជាគ្មានសតិអ្វីសោះគិតតែលងនឹងតន្ត្រីរបស់ Ricky ហើយកញ្ញាសាងក៏បានសួរលោកស្រាតាចារ្យ Cherry អំពីបរិយាម្នាក់ដែលមានឈ្មោះថា Sebastian ក៏បានតបទៅកាន់កញ្ញាអាឡៃនិងសាមវិញថាដោយបរិយាម្នាក់នេះគឺជាម្ចាស់ស្លាកកំណត់ត្រាម្នាក់ដែលគាត់ធ្លាប់ជាអ្នកលេងហ្គីតាដ៏ល្បីល្បាញមួយរូបមុនពេលគាត់ត្រូវបាត់បង់ដៃក្នុងការលេងហ្គីតានោះម្ដងទៀតឥឡូវនេះគាត់គឺជាផលិតករដ៏ចម្លែកម្នាក់ដែលរស់នៅលើកោះដាច់ស្រយាលមួយនៅឆ្នេរសមុទ្រ Braswella បញ្ចប់ពីការរៀបរាប់ព្រឹត្តិការណ៍ Cherry ក៏បានបិទការតាក់ទងពេលនោះ Ricky គេក៏បានចូលមកកញ្ញា Clover ដែលឃើញភ្លាមអ្នកក៏បានស្ទុះទៅអោប Ricky ដោយ Ricky គេក៏បាននាំអ្នកទាំង3ទៅកាន់ស្ទូឌីយោរបស់គេនៅកោះ Braswella បន្តមកនៅក្នុងការធ្វើដំណើរតាមជើងយន្តហោះពួកគេក៏បានធ្វើដំណើរមកដល់កោះ Braswella ដោយនៅទីនេះក៏មានកម្លាំងទាហានព្រមទាំងមានទូកដែលមានថាផ្កាយរណប
នៅលើទុកនោះផងដែរបន្ទាប់ពីពួកគេបានធ្វើដំណើរមកដល់កន្លែងនេះហើយពួកគេក៏បានធ្វើដំណើរម្ដងទៀតទៅកាន់កន្លែងស្ទូឌីយោដែលនៅក្នុងនោះរីគីក៏បានហាត់សមលេងភ្លេងបូកផ្សំទាំងកញ្ញាទាំង3រួមទាំងអាប៉ែភីលចេងគិននៅទីនោះផងដែរបន្ទាប់មកអាប៉ែភីលចេងគិនក៏បានចូលទៅក្នុងកន្លែងដែលរីគីហាត់សមដែលគេបាននិយាយទៅកាន់រីគីស្របគ្នាដែលកញ្ញាសាមបានប្រើកាសត្រចៀកដ៏ទំនើបរបស់នាងលោកស្រាប់ការសន្ទនារបស់ពួកគេទាំងពីរដោយពាក្យសម្ដីទាំងអស់នៅដូចជាមានបរិបទម្នាក់មានគម្រោងផែនការអ្វីមួយក្នុងការបង្កើតគ្រោះមហន្តរាយឬក៏កាន់កាប់នៅក្នុងរដ្ឋាភិបាលចំណែកនៅក្នុងបន្ទប់ដែលជាកន្លែងហាត់សមរបស់រីគីវិញអប៉ែភេលចេងគិនបាននិយាយទៅកាន់រីគីដែលបង្កប់នៅន័យដែលគួរឲ្យសង្ស័យជាខ្លាំងដែលយើងមិនដឹងថាគេមានគម្រោងអ្វីនោះឡើយបន្តមកកញ្ញាសាមនិងអាឡិចក៏បានលបលួយទៅកាន់បន្ទប់សម្ងាត់នៅពេលដែលពួកគេទៅដល់បន្ទប់សម្ងាត់នោះហើយពេលនោះក៏មានបរិបទពីរនាក់បានចូលមកស្របគ្នាដែលកញ្ញាសាមនិងអាឡិចបានលាក់ពន្ធនៅក្រោមតុពេលនោះក៏មានបរិបទពីរនាក់ចូលមកដល់ទីនោះដែរដោយក្នុងចំណោមនោះអាប៉ែដែលមានដៃគឺមានឈ្មោះសេបាសៀននេះឯងនៅពេលនោះសេបាសៀនរួមទាំងអ្នកវិទ្យាសាស្ត្រពីរនាក់ទៀតក៏បានដាក់វិសោធន៍ទៅលើបរិបទម្នាក់ដោយបានចាក់ចម្រៀងបទរបស់រីគីឲ្យគេស្ដាប់នៅពេលដែលបរិបទម្នាក់នោះបានស្ដាប់បទរបស់រីគីហើយគេក៏បានប្រែក្លាយជាមនុស្សដែលមានសតិមិនគ្រប់ដោយពាក្យរបស់គេបាននិយាយថារីគីគឺជាម្ចាស់របស់គេនៅក្នុងពេលដែលអាប៉ែសេបាសៀនញញឹមដោយទឹកមុខគួរឲ្យភ័យខ្លាចចំណែកកញ្ញាលេងនិងសាមវិញកំពុងតែនិយាយគ្នាទាក់ទងអំពីរឿងមួយនេះដែលតន្ត្រីមួយនេះហើយដែលធ្វើឲ្យ Clover មានសភាពសតិមិនគ្រប់ដែរដោយការសន្ទនារបស់អ្នកទាំងពីរមានការលឺពេកក៏ធ្វើឲ្យអាប៉ែសេបាសៀនដឹងគេក៏បានលើកទុកដែលអ្នកទាំងពីរនោះនៅចំណែកអ្នកទាំងពីរដោយឃើញសភាពការមិនស្រួលដោយគេចាប់បានបែបនេះហើយអត់មានក្បាច់អីច្រើនទេមានតែរត់នៅក្នុងការរត់អ្នកទាំងពីរក៏បានពិភាក្សាគ្នាអំពីផែនការសម្រាប់ដោះស្រាយពីគម្រោងការដ៏អាក្រក់របស់អាប៉ែសេបាសៀនដោយអ្នកទាំងពីររត់ចុះក្រោមមិនកើតមានតែរត់ឡើងលើដំបូលនៅពេលនោះឧទ្ធម្ភាគចក៏បានលេចឡើងដែលបានបាញ់អ្វីមួយយ៉ាងទៅកាន់អ្នកទាំងពីរដែលធ្វើឲ្យអ្នកទាំងពីរជាប់នៅក្នុងរបស់នោះអ្នកទាំងពីរដោយគេចាប់បាននេះហើយអត់ដឹងធ្វើអីមានតែញញឹមដាក់សាច់រឿងក៏កាមកដល់ស្ទូឌីយោវិញអាប៉ែសេបាសៀនក៏បានចាប់កញ្ញាសាននិងអាឡិចដាក់ទៅក្នុងបន្ទប់ស្ទូឌីយោនិងព្យាយាមសួរចម្លើយទៅកាន់អ្នកទាំងពីរតើពួកគេជាក្រុមអ្នកសិបការមែនទេឬគេហៅថាស្ប៉ាយក្នុងការសន្ទនានោះដែរកញ្ញាសាព្យាយាមចង្អុលហើយប៉ុន្តែបងជាងអត់បែកនៅក្នុងនោះអាប៉ែសេបាសៀនក៏បានរៀបរាប់ពីផែនការរបស់គេទៅកាន់កញ្ញាទាំងពីរដោយគេប្រើរលកវិទ្យុសកម្មបាញ់ទៅលើមនុស្សទាំងអស់ឲ្យស្រាប់បញ្ជារបស់គេបន្តមកគេក៏បានចាត់ជាពិធីនោះដោយមិនសល់ទុកនៅកញ្ញាទាំងពីរឲ្យនៅជាប់ក្នុងបន្ទប់នោះហើយយើងក៏លេងមកមើលកញ្ញាទាំងពីរវិញដោយកញ្ញាលេងរៀបនឹងយោកញ្ញាសាមក៏បានប្រាប់ប្រកាន់នាងថាវាគ្មានប្រយោជន៍ទេហើយពួកគេក៏បានប្រើវិធីមួយទៀតគឺជាការលេងតន្ត្រីដោយប្រើសម្លេងនៅខ្លាំងបំបីកញ្ចក់បន្ទាប់ពីកញ្ចក់បែកហើយពួកគេក៏បានចាក់ចេញពីទីនោះរួចហើយក៏បានធ្វើដំណើរទៅតាមផ្លូវទឹកសាច់រឿងក៏កាលមកដល់ស្តាតតន្ត្រីនៅក្នុងនោះមានហ្វេនជាច្រើនរបស់រីកេដែលស្រែកហៅទៅកាន់ឈ្មោះគេនៅក្រោយឆាកតន្ត្រីកញ្ញាសាននិងអាឡិចបានមកប្រាប់អាប៉ែរីកេអំពីគម្រោងអាក្រក់របស់អាប៉ែភេលចេងគិននិងសេបាសៀនដែលបានបង្កើតតន្ត្រីបូកបញ្ចូលជាមួយនឹងរលកវិទ្យុសកម្មដោយប្រើអាប៉ែរីកេធ្វើជាឧបករណ៍អាប៉ែរីកេដែលលើបែបនេះគេក៏បានគាំងមួយកន្លែងហើយកញ្ញាសាក៏បានចាត់ជាពិធីនោះដើម្បីបំពេញភារកិច្ចរបស់នាងសាច់រឿងក៏កាត់ទៅកាន់ឧទ្ធម្ភាគចមួយដែលមានអាប៉ែសេបាសៀននៅក្នុងនោះដែលគេកំពុងធ្វើដំណើរដែលនៅក្នុងនោះកញ្ញាសាក៏បានធ្វើការឡើងទៅកាន់ថាបកែរណបយើងក៏ក្រឡេកមកកាន់អាប៉ែរីគីនិងកញ្ញាអាឡិចវិញនៅពេលនោះហ្វេនរបស់គេក៏ទម្លុះទ្វារចូលមកនិងដេញតាមគេកញ្ញាអាឡិចដល់ឃើញបែបនេះក៏បានទាញដៃអាប៉ែរីគីរត់ទៅចំណែកអាប៉ែសេបាសៀនវិញក៏បានប្រាប់ឲ្យដំណើរការរលកវិទ្យុសកម្មរីឯកញ្ញាអាឡិចក៏ព្យាយាមនាំរីគីរត់ដោយសារតែហ្វេនរបស់គេរត់តាមចរន្តពេកពេលនោះថាបកែរណបក៏បានបាញ់រលកវិទ្យុសកម្មទៅកាន់ផ្កាយរណបដែលនៅលើលំហអាកាសស្របគ្នាដែលអធម្មពេកចក៏បានបើកការវាប្រហារទៅកាន់កញ្ញាសាមប៉ុន្តែកញ្ញាសាមក៏បានគេចផុតរួចហើយក៏វាប្រហារទៅកាន់ពួកគេវិញ
ដែលធ្វើឲ្យឧទ្ធម្ភាគចក្រមិនអាចគ្រប់គ្រងចង្កូតបានកុហកចូលក្នុងរលកវិទ្យុសកម្មបន្ទាប់ពីឧទ្ធម្ភាគចក្របានចូលក្នុងរលកវិទ្យុសកម្មហើយអបិសេបាសៀននិងកូនចៅរបស់គេក៏បានត្រូវវិទ្យុសកម្មនោះដែលធ្វើឲ្យបែកញ៉ាំងទាំងពីររួចហើយឧទ្ធម្ភាគចក្រក៏បានធ្លាក់ចុះចំណែកថារលកវិទ្យុសកម្មវិញក៏បានបាក់បែកខ្ទេចខ្ទីអស់នៅពេលនោះដែររឿងក៏បានចប់អស់ចំណែកឯលោកស្រាតាចារ្យជេរីវិញក៏បានមកដល់ទីនោះនិងបញ្ជាកូនចៅរបស់គេឲ្យចាត់ចែងនៅសល់រឿងប៉ុន្មានផ្សេងទៀតបញ្ចប់ពីនោះមកអាស្រ័យរឿងយើងក៏កើតមកដល់សាលាវិទ្យាល័យ Beverly Hills វិញដែលកញ្ញា Clover កំពុងតែអង្គុយសេតដោយមានកញ្ញា Alex និង Sam កំពុងតែលួងលោមរីឯអាប៉ែ Demon កំពុងតែលេងហ្គីតាឲ្យកញ្ញា Mandy ស្ដាប់សុកៗគេក៏បានចាប់អារម្មណ៍ទៅកាន់កញ្ញា Clover រួចហើយក៏បានដើរទៅរកនាងដោយអាប៉ែ Demon កំពុងតែព្យាយាមញ៉ែទៅកាន់កញ្ញា Clover ប៉ុន្តែនាងក៏បានបដិសេធទៅកាន់គេវិញដែលធ្វើឲ្យអាប៉ែ Demon ធ្វើមុខដូចគេចង់យកទៅបាញ់ចោលអញ្ចឹងដោយទង្វើរបស់កញ្ញា Clover ដែលធ្វើឲ្យកញ្ញា Alex និង Sam យល់ថាកញ្ញា Clover ប្រហែលជាគិតយល់និងប្រកាសថាជប់ធ្វើឲ្យប្រុសបោកទៀតហើយប៉ុន្តែស្រាប់តែពេលនោះក៏មានបរិសម្នាក់ដើរមកសួរទៅកាន់ពួកគេទាំង3ថាតើបន្ទប់ភ្លេងនៅទីណាវិញចំណែកកញ្ញា Clover ដំបងកញ្ញា Sam និង Alex គិតថាជប់ធ្វើខ្លួនឲ្យប្រុសបោកទៀតហើយប៉ុន្តែកញ្ញា Clover ឃើញប្រត់បានឲ្យតែឃើញសង្ហាគឺចូលទៅញ៉ែភ្លាមដែលធ្វើឲ្យអ្នកទាំងពីរកញ្ញា Sam និង Alex មានការហួចចិត្តជាខ្លាំងស្របគ្នានៅពេលនេះដែរខ្សែរឿងយើងក៏សូមបញ្ចប់តែត្រឹមនេះចាំជួបគ្នានៅការសម្រាយភាគក្រោយទៀតសូមអរគុណ